ចាថ្ងៃនេះខំក្រោកពីព្រឹកចាមកផ្សារមករកមើលម្ហូបចាព្រោះផ្សាររបស់ខ្ញុំចានៅខាងខ្ញុំនេះតាមកថ្ងៃតិចគឺផ្សាររោងអស់ហើយបងចាហើយលក្ខណៈផ្សារកមួនណាបងទាំងអស់គ្នាអញ្ចឹងយើងមកពីព្រឹកតិចមកបានមានត្រីសាច់ល្អនិយាយរួមមកឃើញត្រីខ្វាកតែម្ហូបថ្ងៃនេះគឺអត់មានត្រីទេបងចាថ្ងៃនេះមកផ្សារនឹកឃើញពីផ្ទះរួចចៃចង់ស្ងោរម្រះចាឥឡូវមករើសម្រះចាគឺចង់ស្ងោរម្រះម្ដងព្រោះចាព្រោះអីម្ហូបប្រចាំមានសឡបហាសឡម្ជូររៀងញឹកដែរអញ្ចឹងហើយចង់សាកស្ងោរម្ដងចាហើយសម្រាប់ស្ងោរម្រះនេះគឺខ្ញុំស្ងោរគឺអត់មានលូវីងទេបងអើយចានិយាយពីថារសជាតិគឺឆ្ងាញ់ចូលចិត្តសម្បីតាកូនឪរបស់ខ្ញុំក៏គាត់ចូលចិត្តញ៉ាំដែរចារើសបានម្រះហើយបានសាច់ជ្រូក3ជាន់ល្អទៀតបងអើយចាហើយគ្រឿងស្ងោររបស់យើងក៏អត់ភ្លេចដែរជាមួយហើយប៊ីយឺហឺស្លឹកខ្ទឹមក្រហមហើយខ្ញុំមានចិញ្ច្រាំជាមួយមីសួរបន្ថែមបន្តិចផងដែរចាហើយរបៀបស្ងោរយើងចិញ្ច្រាំសាច់ហើយយើងញាត់ម្រះទៅបងហើយបន្ទាប់មកយើងមកដាំទឹកសម្រាប់ការដាំទឹកស្ងោរចាខ្ញុំដាក់ជាមួយនឹងដុំស៊ុបម្ដុំចាគល់ខ្ទឹមហើយប៊ីយឺហឺហើយអត់ភ្លេចទេជាមួយនឹងខ្ទឹមសហើយយើងដាក់បន្ថែមអំបិលបន្តិចមកចានេះគឺម្រះដែលខ្ញុំញាត់ហើយគឺខ្ញុំកាត់កង់ខ្លីៗឯងបងចាហើយអ្វីដែលឆ្ងាញ់នេះគឺស្បែកជ្រូកចាបងមានចានដាក់ចានមករសជាតិឆ្ងាញ់កូនពៅរបស់ខ្ញុំគឺគាត់ចូលចិត្តស្បែកជ្រូកពេលស្ងោរម្រះអញ្ចឹងគឺគាត់ញ៉ាំស្បែកជ្រូកច្រើនចាហើយទឹកពុះយើងដាក់ម្រះចូលណាបងចាដាក់ម្រះចូលហើយយើងល្ងាស់វាភ្លើងតិចមកចាល្ងាស់មកសន្ទុះទៅមើលចុចមើលរៀងផុយភ្លុករសជាតិមកល្មមដែលយើងចង់បានហើយជាការស្រេចហើយបើយើងមានត្រីងៀតចាមានអីបន្ថែមមកមុខទៀតកាន់តែបាយបានច្រើនចាហើយសម្រាប់ខ្ញុំស្ងោរម្រះនេះខ្ញុំហូបជាមួយនឹងទឹកស៊ីអ៊ីវដាក់ជាមួយនឹងម្ទេសហ่าបងចាបងដាក់ទឹកត្រីជាមួយម្ទេសក៏បានតែខ្ញុំគឺចូលចិត្តដាក់ទឹកស៊ីអ៊ីវជាមួយម្ទេសហូបជាមួយស្ងោរម្រះគឺថាត្រូវខ្លាំងចាហើយយើងមានបន្ថែមជាមួយនឹងត្រីងៀតមកមុខទៀតមកអូយបងអើយបាយអស់ច្រើនណាស់អញ្ចឹងបងអត់ទាន់រនឹកថាបានមកហូបអីថ្ងៃហ្នឹងចាអាចសាកស្ងោរម្រះបានណាចារសជាតិរបស់គេគឺឆ្ងាញ់ចាតែនេះអត់លវីងទេ